ตาสำล้อซาลมันให้นังสำล้อกะรีขอគ្នាយ៉ាងដោយម្ដេចបើសិនជាពុកម៉ែបងប្អូនណាបានដឹងច្បាស់សូមជួយចែករំលែកពីខាងក្រោមវីដេអូនឹងផងដើម្បីជាចំណេះដឹងដល់ក្មេងជំនាន់ក្រោយបន្ថែមទៀតជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Facebook Page និង YouTube Channel ស្លឹកតើយនៅថ្ងៃនេះខ្ញុំសូមបង្ហាញជូនបងប្អូនអំពីរបៀបធ្វើសម្លសាលមិនសាច់គោតើបងប្អូនធ្លាប់ទទួលទានសម្លសាលមិនសាច់គោបែបនេះដែរឬទេចាជាទូទៅបងប្អូនខ្មែរយើងក៏ដូចជានៅតាមទីផ្សារឬក៏កន្លែងលក់នំវចុកច្រើនតែធ្វើជាសម្លការីសាច់មាន់ឬក៏សម្លការីសាច់ជ្រូកអីជាដើមសម្រាប់សាលមិនសាច់គោនេះកម្រហើយក៏មិនសូវជាមានអ្នកធ្វើលក់នោះដែរចាដើម្បីកុំឲ្យពិបាកស្វែងរកគេលក់នៅតាមទីផ្សារឬក៏នៅតាមហាងចាបងប្អូនមកមើលវីដេអូមួយនេះទាំងអស់គ្នាចាយើងនឹងអាចចេះហើយធ្វើទទួលទានខ្លួនឯងបានគ្រឿងផ្សំសំខាន់សម្រាប់ធ្វើសម្លសាលមិនសាច់គោនេះគឺជាសណ្តែកដីលីងនឹងតែម្ដងចាសណ្តែកដីនៅពេលដែលលីងល្អរួចហើយគឺនេះខ្ញុំយកមកបកសម្បកវាឲ្យស្អាតនេះខ្ញុំបែងចែកសណ្តែកដីលីងនេះជាពីរផ្នែកផ្សេងគ្នាចាមួយផ្នែកគឺជាសណ្តែកដីដែលនៅទាំងមូលហើយមួយផ្នែកទៀតជាសណ្តែកដីលីងដែលនេះខ្ញុំយកទៅកិនឲ្យវារាងម៉ត់បន្តិចចាហើយគ្រឿងផ្សំគោលមួយទៀតគឺជាសាច់គោចាចំពោះសាច់គោយើងអាចប្រើជាសាច់ចម្លក់ឬក៏ជាសាច់ផ្លូវក៏បានដែរឬក៏ជាសាច់កំភួនក៏បានបើតាមការសាកសួររបស់នេះខ្ញុំដល់បងប្អូនអ៊ីស្លាមគាត់ថាសម្លសាលមិនសាច់គោនេះគឺជាសម្លរបស់បងប្អូនអ៊ីស្លាមយ៉ាងពិតប្រាកដផ្ទាល់តែម្ដងហើយភាគច្រើនសម្លនេះពួកគាត់តែងតែប្រើប្រាស់នៅពេលដែលមានពិធីមង្គលការឬក៏ការជួបជុំផ្សេងៗជាដើមចំពោះប្រភពនៃសម្លនេះគាត់បញ្ជាក់ថាមិនប្រកាសថាសម្លនេះមានប្រភពមកពីប្រទេសម៉ាឡេស៊ីឬក៏ខាងប៉ែកអារ៉ាប់នោះទេចាឥឡូវងាកមកមើលការធ្វើសម្លសាលមិនរបស់នេះខ្ញុំបន្តទៀតសិនចំពោះសាច់គោគឺគេកាត់ជាដុំរាងធំចាទំហំយ៉ាងហោចណាស់ក៏ប៉ុនក៏ដៃកូនក្មេងដែរចំពោះឯគ្រឿងផ្សំសម្រាប់ធ្វើសម្លនេះគឺមិនខុសគ្នាអំពីសម្លការីប៉ុន្មាននោះទេចាចំពោះគ្រាប់ដកគំនេះគឺនេះខ្ញុំប្រើយកប្រេងវាដើម្បីមកស្លឲ្យវាមានពណ៌ក្រហមល្អចាដោយយើងដាំប្រេងឲ្យក្តៅរួចហើយបង់គ្រាប់ដកគំនៅក្នុងប្រេងនិងបិទភ្លើងដើម្បីឲ្យវាចេញប្រេងក្រហមល្អនិងយកប្រេងនោះមកប្រើការដាក់សម្លរីឯគ្រឿងគល់ស្លឹកគ្រៃចាមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមរមៀតរំដេងហើយនឹងគ្រឿងការីស្ងួតចាចំពោះគ្រឿងការីស្ងួតនេះខ្ញុំនឹងដាក់ link វីដេអូជូនបងប្អូនអំពីការផ្សំគ្រឿងការីស្ងួតដោយខ្លួនឯងចាបើសិនជាបងប្អូនមិនចង់ធ្វើដោយខ្លួនឯងទេបងប្អូនអាចទិញគេនៅផ្សារក៏បានដែរចាគ្រឿងគល់ស្លឹកគ្រៃនេះគឺយើងត្រូវតែលើកយកទៅបុកឬក៏កិនឲ្យវាឲ្យម៉ត់ល្អចាំយកមកស្លចានៅពេលនេះគឺខ្ញុំចាប់ផ្ដើមដាក់ស្លតែម្ដងដោយដាក់ខ្ទិះដូងដើមចាខ្ទិះដូងដើមគឺនេះខ្ញុំដាក់ចំនួនកន្លះលីត្រក៏ប៉ុន្តែនេះខ្ញុំអត់ដាក់ទាំងអស់ទេគឺនេះខ្ញុំចាក់ពាក់កណ្ដាលជាដំបូងសិនរួចហើយដាំខ្ទិះដូងនោះឲ្យវារៀងបែកប្រេងបន្តិចបាននេះខ្ញុំចាក់ប្រេងគ្រាប់ដកគំនោះចូលចានៅពេលដែលចាក់ប្រេងគ្រាប់ដកគំជាមួយនឹងខ្ទិះដូងទៅគឺវាប្រែពណ៌ទៅជាក្រហមហើយចាដាំមួយសន្ទុះទៀតដើម្បីឲ្យវាពុះមួយរំពុះទៀតទៅបាននេះខ្ញុំចាប់ផ្ដើមដាក់គ្រឿងគល់ស្លឹកគ្រៃកូរចូលជាមួយចាគ្រឿងគល់ស្លឹកគ្រៃអំបាញ់មិញនេះខ្ញុំភ្លេចបញ្ជាក់ថាគឺយើងមានបន្ថែមដោយម្ទេសផ្លោកក្រៀមដោយយើងត្រាំទឹកឲ្យរីកយកទៅកិនជាមួយនឹងគ្រឿងគល់ស្លឹកគ្រៃនេះដើម្បីឲ្យមានពណ៌ក្រហមនេះខ្ញុំប្រើប្រហុកចាប្រើប្រហុកដើម្បីដាក់ស្លនឹងដែរកូរប្រហុកនេះជាមួយនឹងគ្រឿងគល់ស្លឹកគ្រៃឲ្យវាធំក្លិនឈ្ងុយល្អបន្តិចមកបាននេះខ្ញុំដាក់គ្រឿងបន្ថែមទៀតគឺជាសណ្តែកដីលីងតែម្ដងដែលនេះខ្ញុំបានបុកអបាញ់មិញនេះឲ្យវាម៉ត់តាមទម្លាប់គ្រួសារខ្លះចាការស្លសម្លការីឬក៏សម្លសាលមិនហ្នឹងគឺគាត់តែងតែប្រើទឹកដោះគោចាគាត់អ្នកខ្លះគាត់ប្រើទាំងទឹកដោះគោស្រស់បូកនឹងទឹកដោះគោខាប់សម្រាប់នៅក្នុងគ្រួសារនេះខ្ញុំអត់ដែលទម្លាប់ដាក់ទឹកដោះគោនោះទេបន្ទាប់ពីគ្រឿងគល់ស្លឹកគ្រៃកូរជាមួយនឹងប្រហុកឲ្យវាឡើងឈ្ងុយរួចហើយចាគឺនេះខ្ញុំចាប់ផ្ដើមដាក់សាច់គោចូលតែម្ដងចាកូរសាច់គោជាមួយនឹងគ្រឿងឲ្យវាឡើងឈ្ងុយល្អឲ្យសព្វបានល្អមកបាននេះខ្ញុំចាប់ផ្ដើមដាក់គ្រឿងបន្តទៅទៀតចាគ្រឿងរៀងច្រើនបងប្អូនសម្រាប់ធ្វើសម្លសាលមិននេះគឺមិនខុសពីសម្លការីប៉ុន្មាននោះទេចានេះខ្ញុំដាក់គ្រឿងការីស្ងួតចូលរួចហើយបន្តកូរតទៅទៀតចំពោះគ្រឿងស្អុយចាគ្រឿងស្អុយអ្នកខ្លះគាត់ប្រើជាកាពិចាអត់ប្រើប្រហុកទេអានោះអាស្រ័យទៅតាមទម្លាប់នៃគ្រួសារនីមួយៗបន្ទាប់មកបាននេះខ្ញុំដាក់ទឹកត្រីចូលម្សៅស៊ុបហើយនឹងស្ករត្នោត
សម្រាប់អំបិលចាសូមបងប្អូនកុំទាន់ដាក់អីពីព្រោះសម្លនេះយើងនឹងស្លវាឲ្យរាងខាប់ដូច្នេះបើសិនជាបងប្អូនប្រើអំបិលអាចនឹងប្រៃពិបាកនឹងកែច្នៃត្រឡប់មកវិញដូច្នេះនៅពេលដែលសម្លឆ្អិនសាច់គោផុយចាំបងប្អូនលក់ឲ្យថែមថយរសជាតិទៅតាមតម្រូវការរបស់បងប្អូនបន្ថែមទៀតបន្ទាប់ពីដាក់គ្រឿងទាំងអស់ចូលកូរជាមួយនឹងសាច់គោហើយគឺនេះខ្ញុំដាក់សាច់គោរងាស់មួយសន្ទុះដើម្បីឲ្យវារីងទឹកប្រៃវាបន្តិចចាសម្រាប់សម្លសារម៉ាន់សាច់គោនេះចានៅក្នុងគ្រួសារខ្លះក៏គាត់ប្រើដោយបន្ថែមបន្លែដូចជាដំឡូងឬក៏ប្រអប់អីជាដើមសម្រាប់នេះខ្ញុំស្លនៅពេលនេះគឺនេះខ្ញុំអត់ប្រើបន្លែនោះទេចាគឺប្រើសាច់គោសុទ្ធតែម្ដងបន្ទាប់ពីរងាស់សាច់គោជាមួយនឹងគ្រឿងឲ្យវារាងដាច់ទឹកប្រៃបន្តិចហើយបាទនេះខ្ញុំចាប់ផ្ដើមចាក់ខ្ទិះចុងចូលចាគឺនេះខ្ញុំចាក់ខ្ទិះចុងចំនួន2លីត្ររួចហើយបន្តរងាស់រហូតទាល់តែសាច់គោនឹងឡើងផុយហើយទឹកសម្លរបស់យើងនឹងក៏វារាងស្រកហើយសម្លរាងនៅខាប់នោះហើយដែលគេហៅថាជាសម្លសារម៉ាន់សាច់គោហើយចំពោះសាច់គោនៅពេលដែលយើងរងាស់វាឡើងផុយក៏សាច់គោអត់ឡើងបែករលួយនោះដែរចាបងប្អូនគឺនៅដុំតែម្ដងក៏ប៉ុន្តែនៅពេលដែលយើងចុចទៅគឺសាច់គោឡើងទន់ផុយខាងក្នុងចាបងប្អូននៅពេលដែលរងាស់សាច់គោនេះបងប្អូនអាចថែមថយទឹកមើលដោយខ្លួនឯងបន្ថែមទៀតចាចំពោះនេះខ្ញុំប្រើសាច់គោ1គីឡូដូច្នេះទឹកខ្ទិះដូងចុងដែលនេះខ្ញុំប្រើដើម្បីរងាស់នឹងគឺនេះខ្ញុំប្រើ2លីត្រហើយរយៈពេលប៉ុណ្ណឹងគឺវាល្មមសមស្របសម្រាប់ធ្វើឲ្យសាច់គោរបស់នេះខ្ញុំនឹងក៏ផុយដែរហើយចំពោះសាច់គោដែលនេះខ្ញុំហាន់ក៏វាមិនធំខ្លាំងណាស់ដែរចាទំហំប្រហែលជាប៉ុនក៏ដៃកូនក្មេងតែប៉ុណ្ណោះបន្ទាប់ពីសម្លរបស់យើងចិត្តឆ្អិនហើយឃើញថាផុយល្អហើយបាននេះខ្ញុំដាក់ខ្ទិះដូងដើមនោះមកហើយចុងក្រោយតែម្ដងចាកូរឲ្យសព្វបន្តិចមកបានចុងក្រោយយើងបង់សណ្ដែកដីលីងចាដែលបានបកសម្បកស្អាតក៏ប៉ុន្តែអត់បុកទេចាគឺយើងទុកទៅមូលបង់ចុងក្រោយតែម្ដងចាសណ្ដែកដីនេះគឺយើងបង់ហើយចាប់ដើមទទួលទានភ្លាមតែម្ដងចាបើសិនជាយើងទុកយូរក៏សណ្ដែកដីនេះវាឡើងរីកអត់ឆ្ងាញ់ដែរឬក៏នៅពេលដែលទទួលទានសណ្ដែកដីលីងដែលនៅទាំងមូលនេះបងប្អូនអាចដួសសម្លដាក់ចានហើយចាំរោយតាមក្រោយនៅពេលដែលសម្លនៅក្នុងចានវិញល្អជាងជាទូទៅសម្លសារម៉ាន់សាច់គោនឹងតែងតែទទួលទានដោយជ្រលក់ជាមួយនឹងនំប៉័ងឬក៏បងប្អូនអាចដាក់ស្រូបពីលើបាយក៏បានដែរបើផ្អែកទៅតាមសៀវភៅភោជនាហារដែលជាព្រះរាជនិពន្ធរបស់សម្ដេចព្រះរាជកនិដ្ឋានរោត្តមរស្មីសោភ័ណ្ឌព្រះអង្គបានដាក់ចំណងជើងនៃសម្លនេះថាជាសារម៉ាន់ជ្វាហើយគ្រឿងផ្សំនៅក្នុងសៀវភៅតម្រាភោជនាហារនេះក៏មានគ្រឿងផ្សំមួយចំនួនដែលខុសពីសៀវភៅដែលតាក់តែងដោយអ្នកគ្រូឡុងសវឹងដែរដូច្នេះគឺនេះខ្ញុំអត់បានប្រើប្រាស់គ្រឿងផ្សំដូចនៅក្នុងសៀវភៅតម្រាភោជនាហារទេពីព្រោះបងប្អូនអាចនឹងពិបាកនៅក្នុងការស្វែងរកគ្រឿងផ្សំទាំងអស់នេះនៅតាមទីផ្សារយើងធម្មតានេះខ្ញុំគិតថាវីដេអូដែលនេះខ្ញុំបង្ហាញអំពីសារម៉ាន់សាច់គោជូនបងប្អូននៅពេលនេះក៏ដូចជាគ្រប់គ្រាន់ផងដែរបើសិនជាបងប្អូនមានចំណុចណាដែលត្រូវបន្ថែមទៀតចាសសូមជួយ comment ពីខាងក្រោមវីដេអូនឹងឲ្យនេះខ្ញុំបានដឹងផងវីដេអូរបស់នេះខ្ញុំនៅពេលនេះក៏បានដល់ទីបញ្ចប់ផងដែរនាងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត